នាងខ្ញុំធីតាសូមជម្រាបសួរបងប្អូនទាំងអស់ដែលតែងតែតាមដានកម្មវិធីនាងខ្ញុំធ្វើម្ហូបគឺថាថ្ងៃនេះនាងខ្ញុំមានចង់បង្ហាញពីវិធីធ្វើជ្រក់ស្ពៃជ្រក់វិធីធ្វើស្ពៃជ្រក់ហ្នឹងស្រួលធ្វើទេចាស់យើងពីដើមពេលខ្លះគាត់ធ្វើស្ពៃជ្រក់គាត់តែងតែយកស្ពៃជ្រក់ហ្នឹងយកស្ពៃយើងលាងស្អាតហើយគាត់យកទៅហាលថ្ងៃអាហ្នឹងជាវិធីមួយដែរធ្វើអញ្ចឹងក៏អត់មានខុសអីដែរដល់ពេលវិធីមួយទៀតអ្នកខ្លះគាត់ចូលចិត្តយកស្ពៃយើងហ្នឹងមុននឹងយកទៅធ្វើជ្រក់គាត់ចូលចិត្តយកអំបិលមកប្រឡាក់លើស្ពៃហ្នឹងដើម្បីយកទៅធ្វើជ្រក់អាហ្នឹងក៏ជាវិធីមួយដែរប៉ុន្តែវិធីរបស់ខ្ញុំធ្វើនេះគឺថានាងខ្ញុំដាំទឹកឲ្យពុះហើយបាននាងខ្ញុំយកស្ពៃហ្នឹងទៅស្រោះវាមួយផ្លែតហើយបានខ្ញុំធ្វើជ្រក់អញ្ចឹងបងប្អូនជ្រើសរើសទៅគិតថាតើវិធីមួយណាដែលស្រួលសម្រាប់បងប្អូនក្នុងការធ្វើជ្រក់ស្ពៃញ៉ាំប៉ុន្តែចំពោះខ្ញុំដែលខ្ញុំមានបទពិសោធន៍កន្លងមកកាលពីមុនខ្ញុំបានយកស្ពៃហ្នឹងទៅហាហើយបានយកមកធ្វើជ្រក់ក៏ធ្វើត្រូវហើយក៏ធ្លាប់យកអំបិលរយហើយបានយកទៅធ្វើជ្រក់ស្ពៃហ្នឹងក៏ធ្វើត្រូវដែរក៏ប៉ុន្តែខ្ញុំចង់យកវិធីងាយដែលស្រួលហើយលឿនទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរនាងខ្ញុំចាប់ផ្ដើមយកស្ពៃហ្នឹងធ្វើជ្រក់ដើម្បីបង្ហាញបងប្អូនអញ្ចឹងតានឹងចាប់ផ្ដើមធ្វើស្ពៃជ្រក់គឺថាយើងត្រូវដាំទឹកហ្នឹងដាំឲ្យពុះហើយបន្ទាប់ពីទឹកពុះហើយយើងដាក់អំបិលចូលអំបិលមួយចានដាក់ចូលទាំងអស់ទៅប៉ុន្តែខ្ញុំគិតថាស្ទើរហើយប៉ុណ្ណឹងខ្ញុំចាក់ថែមត្រូវការទឹកវាប្រៃហើយស្ករសប្រហែលជាចំនួន2ស្លាបព្រាហើយបងប្អូនចង់ដាក់ប៊ីចេងក៏បានអត់ដាក់ប៊ីចេងក៏បានដែរប៉ុន្តែចំពោះខ្ញុំថ្ងៃនេះគឺខ្ញុំប្រើប៊ីចេងហើយពេលដែលទឹកពុះយើងបិទហ្គាសហ្មងនៅឥឡូវហ្នឹងទឹកហ្នឹងចាប់ផ្ដើមពុះហើយបើសិនជាទឹកពុះអញ្ចឹងគឺបិទហ្គាសហ្មងនៅពុះអញ្ចឹងខ្ញុំបិទហ្គាសហើយស្ពៃហ្នឹងគឺថាសោះនឹងទឹកក្តៅពុះតែពុះហើយភ្លាមហ្នឹងហើយយើងជ្រលក់គល់វាហ្នឹងវារឹងវាក្រោះស្ពូនជាងគេដល់ពេលអញ្ចឹងយើងចាប់ផ្ដើមជ្រលក់គល់វាមុនគេទៅហើយការសោះហ្នឹងគឺថាធ្វើឲ្យវាលះដៃហើយយើងចាប់
ខ្ញុំសោះហើយមិញហ្នឹងគឺថារងចាំឲ្យវាត្រជាក់ពេលដែលស្ពៃនឹងត្រជាក់ហើយចាំយកមកវាយកស្ពៃនឹងដាក់នៅក្នុងកឡហើយពេលដែលយើងរៀបចំស្ពៃដាក់នៅក្នុងកឡហើយអាទឹកដែលខ្ញុំដាំមិញហ្នឹងយកទៅសោះហ្នឹងទឹកហ្នឹងគឺអត់បោះចោលទេទឹកហ្នឹងយកមកពេលដែលទឹកហ្នឹងត្រជាក់ចាក់ចូលក្នុងស្ពៃហ្នឹងហើយអាស្ពៃនេះហ่ะចំនួនពេលរយៈពេលប្រហែលថ្ងៃដែលយើងអាចញ៉ាំស្ពៃនឹងបានគឺថាយល់ល្អយើងញ៉ាំបន្ទាប់ពីយើងជ្រក់វាហើយគឺរាប់ទៅ6ថ្ងៃឬ7ថ្ងៃបានយើងអាចញ៉ាំស្ពៃនឹងបានណាហើយបើបងប្អូនចង់ជូរខ្លាំងវាទុកយូរថ្ងៃឡើង7 8ថ្ងៃស្ពៃនឹងវាជូរខ្លាំងថ្ងៃហើយពេលដែលបាន6ថ្ងៃ7ថ្ងៃបើបងប្អូនចង់ទុកឲ្យស្ពៃនឹងទុកបានយូរត្រូវយកស្ពៃជ្រក់យកទៅដាក់ចូលនៅក្នុងទូទឹកកកទៅយើងអាចទុកពេលវេលាបានយូរថ្ងៃញ៉ាំបានយូរថ្ងៃអញ្ចឹងខ្ញុំសូមជម្រាបថាស្ពៃនេះគឺខ្ញុំធ្វើចាប់ពីថ្ងៃខ្ញុំធ្វើរហូតដល់ថ្ងៃនេះគឺថា6ថ្ងៃគឺថាបានញ៉ាំហើយគឺថាមានជូរឆ្ងាញ់ហើយធ្វើដាក់តាមនាងខ្ញុំហ្នឹងគឺថាស្ពៃហ្នឹងមានពណ៌ក្រហមល្អធ្វើតាមរបៀបខ្ញុំថាស្ពៃហ្នឹងក្រហមល្អគួរឲ្យចង់ញ៉ាំហើយស្រួយឆ្ងាញ់ទៀតហើយស្ពៃ1គីឡូនេះដែរគឺថានឹងខ្ញុំទុកជ្រក់បានប្រហែលជា3ថ្ងៃទេ3ថ្ងៃ4ថ្ងៃទេ3ថ្ងៃ4ថ្ងៃគឺថាពណ៌សម្បល់វាអត់ទាន់ល្អទេវារៀងក្រហមលាយខៀវបន្តិចចានេះវារៀងក្រហមលាយខៀវអញ្ចឹងយើងញ៉ាំអត់ទាន់បានទេកាលណាយើងញ៉ាំទៅវាមានជាតិហាងជាតិល្វីងតិចហើយបើបងប្អូនចង់ឲ្យញ៉ាំឆ្ងាញ់រហូតដល់6ទៅ7ថ្ងៃបានស្ពៃជ្រក់យើងនឹងញ៉ាំឆ្ងាញ់អញ្ចឹងខ្ញុំត្រូវការគីឡូដើម្បីយកស្ពៃនឹងត្រូវការគីឡូមួយនេះដើម្បីយកស្ពៃនឹងដាក់ជ្រក់អញ្ចឹងខ្ញុំយកចាក់វាចេញឥឡូវហ្នឹងពេលដែលស្ពៃនឹងត្រជាក់ហើយចាប់ផ្ដើមរៀបចំដាក់គីឡូខែជ្រក់ស្ពៃហ្នឹងគឺថាយើងអាចឆ្នៃវាធ្វើម្ហូបបានច្រើនមុខទី1យើងអាចលាយវាជាមួយជាមួយស្រាច់បដោះគេហៅជ្រក់ស្ពៃជាមួយស្រាច់បដោះយើងអាចញ៉ាំជាមួយត្រីអាំងហើយមួយទៀតយើងអាចស្ងោរយកស្ពៃជ្រក់ហ្នឹងពេលដែលវាជូរយកវាទៅស្ងោរជាមួយឆ្អឹងជំនីជ្រូកដាក់មួយម្រះហ្នឹងក៏បានមួយមុខទៀតដែរឬក៏យកស្ពៃជ្រក់ហ្នឹងទៅឆាមួយសាច់គោហ្នឹងក៏ម្ហូបមួយមុខទៀតដែរហើយជួនកាលទៅយើងអាចយកស្ពៃជ្រក់ហ្នឹងចៀនមួយពងមាន់ញ៉ាំបបរពេលផឹកពីរៀបចំស្ពៃដាក់ចូលក្នុងកឡរួចហើយអញ្ចឹងអាទឹកដែលយកទៅសោះស្ពៃមិនហ្នឹងរងចាំទឹកនឹងត្រជាក់ចាំចាក់ចូលទៅក្នុងកឡទឹកដែលខ្ញុំយកពីឆ្នាំងមិញហ្នឹងទឹកដែលសោះស្ពៃមិញហ្នឹងគឺថារងចាំឲ្យវាត្រជាក់ចាំយើងចាក់ចូលអញ្ចឹងអាទឹកហ្នឹងវាត្រជាក់ឲ្យខ្ញុំចាប់ផ្ដើមចាក់ចូលហើយខ្ញុំចាក់ទឹកថែមមួយចានទៀតហើយព្រោះអីចាក់តទៅឲ្យលិចស្ពៃហ្នឹងណាបើអត់លិចស្ពៃហ្នឹងទេស្ពៃហ្នឹងវាទៅជាខាឬក៏ដោះផ្សិតឥឡូវខ្ញុំសូមថែមទឹកបន្តិចទៀតដើម្បីចាក់ចាក់តលិចស្ពៃអញ្ចឹងណាបានស្ពៃជ្រក់យើងនឹងធ្វើទៅល្អហើយបន្ទាប់ពីយើងចាក់ហើយនឹងអំបិលអញ្ចឹងយកអំបិលហុយពីលើស្ពៃនឹងដើម្បីកុំឲ្យវាផ្សិតឬក៏ស្ពៃខាងលើនឹងខ្វះជាតិអំបិលកាលណាវាខ្វះជាតិអំបិលក៏ធ្វើឲ្យស្ពៃយើងនឹងខូចឬក៏ផ្សិតបានដែរចាហើយប៉ុណ្ណឹងមកគឺថាយើងចាប់ផ្ដើមក្រូបវាហើយស្ទាបគីឡូហ្នឹងសិនណាចាំឲ្យវាត្រជាក់កុំឲ្យវាមានជាតិក្តៅកាលណាវាគីឡូហ្នឹងវានៅក្តៅអ៊ុន
dương do của một do một khẩu viết tới chia miên như nơi cầm râu viết nắng viết thơ ai soạn như châu từ nông space nắng viết thơ ai space chủ nắng ăn lò tiền chẳng toa từ thang lò space nắng ai viết chẹt chậm lò space nắng ai viết chẹt chậm dương do của một viết do một khẩu hay dương tộc viết hai chia bộ mũi ngái tầng ba ngái bằng bán space dương nắng bán nhắm hay chú ngành lò hay cát phơi chủ space nâng phong đá cứ tha dương phơi tục bia dạp pe bộ mũi tầng ba ngái bàn space dương nâng miên ru chết ngắn hay chú lõ hay po bia cứ tha cả hòm chừng hay niên nhom xôm ở cún đò bông ôn tại tam đang cầm thì niên nhom phơi mà hốt hai xôm bông ôn cũng click chui like nâng subscribe cho nó YouTube rồi bọn niên nhom làm bay từ từ giờ video thay trà ở phần trên